កូននៃសេចក្តីលំបាកកូនជាទីស្រឡាញ់ឪពុកម្ដាយក៏ដូចគ្នានឹងមនុស្សទាំងឡាយឯទៀតដែរគឺក្រៅអំពីមិនត្រូវការឲ្យខ្លួនឯងលំបាកហើយនៅមិនត្រូវការឲ្យកូនរបស់ខ្លួនមាននៅសេចក្តីលំបាកផងទៀតមិនមានម៉ែឪណាដែលប្រាថ្នាឲ្យកូនខ្លួនឯងក្រីក្រលំបាកតោកយ៉ាកឡើយប៉ុន្តែពេលខ្លះកូននៅតែមានសេចក្តីលំបាកព្រោះឪពុកម្ដាយមិនអាចធ្វើឲ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯងក្នុងសេចក្តីនេះកូនត្រូវចាំទុកថាសេចក្តីលំបាកនោះវាមិនមែនអាក្រក់មានពឹសកាចសាហាវធ្វើឲ្យមនុស្សយើងទុកលំបាកទៅតែម្យ៉ាងនោះទេបើយើងសម្លឹងមើលក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀតសេចក្តីល្អឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិតនិងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញននៀលដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនតិចអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ព្យាយាមនៅរវាងសេចក្តីលំបាកនិងភាពស្រណុកសុខសប្បាយថ្លៃថ្នូររុងរឿងផ្ទុយមកវិញក៏មិនតិចអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយលុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួចធ្វើអ្វីក៏មិនកើតចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់ទម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយមានខ្លះទ្រាំនឹងលំបាកមិនបានក៏ត្រូវបាត់បង់ជីវិតទៅដូច្នេះកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអ្វីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលុតដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងជីវិតនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអនេកតែធ្វើឲ្យដែករឹងរិតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូឥតអាក់ទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់ព្យាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំព្យាយាមខន្តីបញ្ញាអប់រំឈ្នះមនុស្សទុកធំជួបជុំគុណគប់លទ្ធផលការងារជាតម្លៃមនុស្សធ្វើការដោយព្យុះជំរុះអភ័ព្វជំនះឧបសគ្គប្រចាក់កំណប់គុណធម៌ជាទ្រព្យជាប់តាមជីវិតមនុស្សដែករឹងពឹងតែមិនរឹងរូសព្យាយាមជំរុះមានអ្នកក្នុងចិត្តទុនកាយវាចាមេត្តាមានពិតតែរឹងប្រព្រឹត្តសុចរិតដោយដែកសូមអនុមោទនាសម្បត្តិមនុស្សល្អកូនជាទីស្រឡាញ់ពេលដែលកូននៅក្នុងសង្គមហើយត្រូវតាក់ទងជាមួយអ្នកដទៃកូនត្រូវរៀបចំរឹកពីឲ្យល្អនិយាយពាក្យពីរោះព្រមទាំងត្រូវរៀបចំខ្លួនប្រាណសម្លៀកបំពាក់ឲ្យបានល្អផងនេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថាកូនជាមនុស្សល្អការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អទើបសម្ដែងអាកប្បកិរិយាចេញមកល្អគេហៅមនុស្សល្អដូចនេះថាអ្នកមានសម្បត្តិមនុស្សល្អអ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្សដែលខ្វះនៅគុណធម៌គុណសម្បត្តិទាំងនេះក្នុងគ្រប់រឿងទាំងអស់ទាំងការនិយមរាប់អានការឲ្យនូវភាពស្និទ្ធស្នាលការឲ្យនូវភាពទុកចិត្តរហូតដល់ប្រគល់ការងារមុខនាទីសំខាន់ឲ្យធ្វើទៀតផងជាដើមសម្បត្តិមនុស្សល្អគឺការសម្ដែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវ
គួរកយគុណមិនទាស់ភ្នែកមិនទាស់ត្រចៀកពេញទៅដោយភាពទន់ភ្លន់និងការគោរពកោតក្រែងកូនគួរហ្វឹកហាត់នៅសម្បត្តិមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួនមានជាអាចគឺតែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យមិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវមានភាពទន់ភ្លន់បន្ទន់ខ្លួនចេះក្រាបសំពះធ្វើការគោរពចំពោះអ្នកធំនិយាយស្ដីសង្រួមមាត់មិននិយាយឲ្យឮសំឡេងខ្លាំងកោកកាកឡូឡាក្នុងទីសាធារណៈឬក្នុងទីប្រជុំមនុស្សមិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នាចេះក្រែងចិត្តអ្នកដទៃពេលទទួលទានអាហារក៏សង្រួមមិនវឹបវាប់ប្រញាប់ដោយខ្លាចអស់ម្ហូបមិននិយាយក្នុងពេលមានអាហារក្នុងមាត់និងក្រោកនិងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសពមើលគ្រប់សម្បត្តិមនុស្សល្អជាហេតុនាំឲ្យមនុស្សយើងមានមន្តស្នេហ៍គួរស្រឡាញ់និងជាមនុស្សជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នានឹងជួយទំនុកបម្រុងក្នុងរឿងផ្សេងសម្បត្តិមនុស្សល្អគឺជាអភិរណៈគ្រឿងប្រដាប់តែងខ្លួនគួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែងគួរស្កកងើយឆ្កើតបង្កើតខកចិត្តមនុស្សស្កកមានពិតគំនិតដាបដុនកើតមកជាមនុស្សស៊ីជុះអស់ទុនជីវិតទារុណគ្មានគុណតម្លៃមនុស្សយើងផលិតជីវិតខ្លួនឯងរៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃមាសប្រាក់កលៃបីដូចមនុស្សខ្លៅប្រាជ្ញសាងជីវិតពិតដូចជាផ្កាយកោចរមិនណាយដំរងទើសដៅឆ្លងកាត់លៀបយោចិត្តឥតមងសៅដំរងទើសដៅគុណភាពជីវិតពេលស្រឡាញ់ខ្លួនពួនស៊ីថ្នាំពឹសជីវិតស្នូត្រឹសរើសកំហាក់លិតស្លឹកឈើចាក់មែជ្រែកខ្យល់វបរិតគ្មានគោលដៅពិតជីវិតអន្តពាលការក្រែងចិត្តកូនជាទីស្រឡាញ់កាលបើកូននឹងធ្វើអ្វីមិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯងឬនឹងធ្វើនៅទីដទៃណាបើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាងធ្វើឲ្យគេរំខានឬក្តៅក្រហាយចិត្តកូនត្រូវប្រយ័ត្នឲ្យណាស់កូនកុំធ្វើអ្វីតាមចិត្តចង់ឬប្រកាន់សិទ្ធថាធ្វើបាននោះឡើយកូនត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះផងដូចជានៅផ្ទះជាប់គ្នានៅបន្ទប់ជាប់គ្នាឬនៅបន្ទប់ជាមួយគ្នាជាដើមការក្រែងចិត្តគ្នានេះល្អណាស់នាំឲ្យមិនឆ្លោះគ្នាមិនទាស់ចិត្តគ្នាទទេកូនសាងមិត្តល្អជាងសាងសត្រូវមិនល្អទេកូនកុំចេះតែគិតថាអ្នកណាស្អប់ទៅទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយបើចាំបាច់កូននឹងធ្វើអ្វីកូនត្រូវប្រាប់ឲ្យគេដឹងជាមុនឬរឹតតែល្អណាស់ទៅទៀតនោះគឺកូនសូមអនុញ្ញាតពីគេរឿងនេះមិនមានខូចខាតអ្វីឡើយកាលដែលកូនចេះក្រែងចិត្តអ្នកដទៃនោះគេក៏នឹងក្រែងចិត្តកូនវិញដែរហើយគេសប្បាយចិត្តនឹងអនុញ្ញាតហើយគេអាចទ្រាំបានក្នុងកិច្ចការដែលកូនធ្វើនោះគឺគេមិនក្តៅក្រហាយចិត្តដោយគិតថាកូនរំខានគេឡើយសូមឲ្យកូនយកចិត្តគេមកដាក់ចិត្តកូនមានខ្លួនឯងជាឧបមាចិត្តយើងចិត្តគេកុំធ្វើអ្វីតាមតែចិត្តខ្លួនឯងឲ្យសោះសូមឲ្យកូនចាំទុកថាការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អជាក្រមួនស្នេហ៍ជាមេរយាទក្នុងសង្គមនិងជាសុជីវធម៌ធ្វើមិនឲ្យទាស់ចិត្តអ្នកដទៃផងលើកតួយ៉ាងដូចជានៅក្នុងបន្ទប់ប្រជុំឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់តែយើងគិតតែជជែកធ្វើឲ្យអ្នកដទៃរំខានត្រចៀកយើងប្រកបអាជីពឬជួសជុលអ្វីដែលនាំឲ្យមានសម្លេងរំខានដល់អ្នកជិតខាងធ្វើឲ្យគេក្តៅក្រហាយចិត្តដូចនេះយើងត្រូវក្រែងចិត្តត្រូវប្រាប់គេខ្លះផងយកចិត្តគេផងបើនឹងត្រូវធ្វើយូរក៏ត្រូវក្រែងចិត្តគេឲ្យខ្លាំងយ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេកូនកុំគិតបែបអ្នកលេងថាមានរឿងក៏មានការគិតបែបនេះ
ជាការគិតរបស់មនុស្សឃើញតែពីបានគិតតែពីខ្លួនឯងមិនគិតដល់ចិត្តថ្លើមអ្នកដទៃផងចូលកូនកុំគិតយ៉ាងនេះឡើយវាជារឿងដែលគួរឲ្យអៀនខ្មាស់ណាស់ពុទ្ធជននៅល្ងងលងក្នុងកិលេសដូច្នេះចូលប្រឹងកុំខឹងពាសវាលសែបគប់បណ្ឌិតពិតកុំរយាលកុំខ្ជិលដេកត្រៀលកុំអួតខ្លួនឯងមើលចុះភ្នំធំក៏គង់រលាយទឹកបឹងទាំងឡាយហួតដោយសោសែងខ្លួនយើងតូចម្លឹងត្រូវប្រឹងកោតក្រែងកុំលើខ្លួនឯងត្រូវក្រែងចេះគេទោះបីត្រង់គ្រឿងរុងរឿងដោយយោះដើរអួតរឹកខ្ពស់យោះសូនទទេទ្រង់ចិត្តដោយធัวកាយមិនទំនេរមកុដសិលលើសេគេឯងបានសុខប្រយ័ត្នពាក្យផ្អែមកូនជាទីស្រឡាញ់កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃដោយចំពោះពាក្យផ្អែមល្ហែមទឹកអំពៅទឹកត្នោតដែលមានរសផ្អែមកាលបើទុកយូរទៅហើយត្រូវផ្សំនឹងមេផងក៏คล้ายទៅជាគ្រឿងស្រវឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះក៏អាចធ្វើឲ្យយើងស្រវឹងបានយ៉ាងនោះដែរកាលបើស្រវឹងហើយក៏ធ្វើឲ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតីខូចប្រកដីដែលធ្លាប់តែរៀបសាររហូតដល់មានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផងព្រោះជឿពាក្យផ្អែមល្ហែមរបស់គេចូលកូនពិចារណាឲ្យបានល្អអ្នកណាមកនិយាយផ្អែមល្ហែមលើកដំកើងកូនថាកូនល្អយ៉ាងនេះពូកែយ៉ាងនោះកូនត្រូវតែប្រយ័ត្នឲ្យមែនតែនកុំប្រញាប់ស៊ីចូលរីករាយសប្បាយភ្លេចខ្លួនឲ្យសោះបើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នកដទៃទេកូននឹងមិនក្តៅក្រហាយស្ដាយក្រោយឡើយត្រីដែលស្លាប់ទៅហើយមួយចំណែកនោះព្រោះត្រូវគេបញ្ឆោតដោយនុយដោយលំនៅឋានជាដើមបើវាមិនតាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេវាក៏នឹងមិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវតែចេះប្រយ័ត្ននឹងអ្វីគ្រប់យ៉ាងមិនចំពោះតែពាក្យផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពោលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងលោកកុំឲ្យស្លាប់ដោយត្រីដែលចាប់នុយនោះកូនហើយប្រយ័ត្នជាស្មារតីប្រយ័ត្ននឹងអ្វីគឺល្អទាំងអស់កូនត្រូវចាំពាក្យក្នុងសិភៅកូនមាសឪពុកថាផ្លេចអ្វីផ្លេចបានតែបើផ្លេចប្រានឈានធ្លាក់រណ្ដៅបើបានជាភ្លាត់មិនទាន់ធ្លាក់ជ្រៅប្រឹងឡើងណាពៅកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះតែលោកនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមមមួនអត់ធន់ជាឪរក្សាក្រងស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីដោយថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណក៏បងសរសើរនិន្ទាជាខ្យល់មាត់កូនជាទីស្រឡាញ់ពេលមានអ្នកដតីមកនិន្ទាឬសរសើរកូនត្រូវតាំងសតិឲ្យល្អកុំបណ្ដោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាតកូនត្រូវគិតមើលតើពាក្យសរសើរឬនិន្ទានោះពិតឬយ៉ាងណាអាក្រក់តាមគេថាដែរឬទេបើថាពិតយ៉ាងនោះមែនក៏មិនគួរខឹងក្រោធនឹងគេបើថាមិនពិតទេគ្រាន់តែកូនគិតថាគេមិនស្គាល់ឬមិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរាលដាលទៅធំដុំអ្វីឡើយម្យ៉ាងទៀតបើថាកូនល្អតាមការសរសើររបស់គេមែនក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិតគ្រាន់តែប៉ុណ្្នឹងឯងតែបើមិនល្អដោយគេសរសើរទេកូនក៏មិនគួររីករាយសប្បាយចិត្ត
ព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរបើគិតបានធ្វើចិត្តបានដោយពោលមុខនេះក៏រមែងមិនមានអាការៈឡើងចុះនៃចិត្តទៅតាមពាក្យនិន្ទានិងពាក្យសរសើរដែរនិន្ទាឬសរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅវាមិនអាចធ្វើឲ្យយើងល្អឬអាក្រក់បានឡើយអ្នកណាវង្វេងទៅជាមួយនឹងពាក្យសរសើរឬនិន្ទាអ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រាកដពុំខាននៅពេលគេដើរហាលថ្ងៃគេថាថ្ងៃក្តៅអាក្រក់ណាស់លុះដល់គេហាលអុសឬសម្ពុតអាវគេថាថ្ងៃក្តៅល្អមានអ្វីផ្គប់ចិត្តមនុស្សលោកត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅកូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែព្រះច័ន្ទនិងថ្ងៃឥតមានដឹងអ្វីតែត្រូវប្រុសស្រីនិន្ទាសរសើរពពករស័តដូចមានស្លាប់ហើភ្លៀងខ្យល់ដេកដាគេថាទាំងអស់បួសជាព្រះសង្ឃនៅគេរិះគន់ធ្វើចោលលួចប្លន់គេតន់ដាក់ខ្នោះត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះធម៌ល្អឥតខ្ចោះគង់មានគេស្អប់សរសើរនិន្ទាមានពីបុរាណកាន់យកមិនបានតាមពាក្យទាស់គប់បើកូនតាមប្រាជ្ញកូននឹងមានភ័ព្វត្រូវមួយខុស10កុំយកខាងច្រើនសម្លឹងមនុស្សល្អឬអាក្រក់កូនជាទីស្រឡាញ់ការដែលកូនលើកដំកើងឬព្រមទទួលអ្នកណាថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឲ្យបានសពគ្រប់និងឲ្យជាក់លាក់ជាមុនសិនកូនត្រូវសម្លឹងមើលឲ្យបានយូរខែយូរឆ្នាំកុំគិតតែចំពោះមុខកូនប៉ុណ្ណោះគេអាចល្អចំពោះកូនគឺគេជួយកូនគេនិយាយល្អរកកូនជាដើមម្ល៉េះហើយកូនមិនបានមើលឲ្យសពគ្រប់កូនក៏គិតថាគេជាមនុស្សល្អអញ្ចឹងទៅតាមពិតមនុស្សដែលល្អចំពោះកូនមិនទាន់ប្រកាសថាគេជាមនុស្សល្អពិតនោះទេព្រោះគេអាចសម្លឹងអ្វីពីកូនឬកូនអាចធ្វើនៅអ្វីដែលគេត្រូវការឲ្យគេបានឬយ៉ាងហោចព្រោះកូនមិនបានទៅជំទាស់នៅផលប្រយោជន៍អ្វីរបស់គេទៅគេធ្វើល្អនឹងកូនទៅពុំនោះសោតទេគឺព្រោះកូនជាប្តីជាប្រពន្ធឬជាបងប្អូនជាមួយនឹងគេមនុស្សដែលល្អពិតនោះគឺល្អចំពោះកូនផងល្អចំពោះអ្នកដទៃផងមានទំនងដូចគ្នាដែរដែលគេធ្វើល្អចំពោះអ្នកដទៃតែមិនបានធ្វើល្អចំពោះមកលើកូនគឺមិនមែនបានសេចក្តីថាគេជាមនុស្សមិនល្អនោះទេមនុស្សដែលមិនល្អនោះគឺត្រូវមិនល្អទាំងចំពោះកូនផងទាំងចំពោះអ្នកដទៃផងដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូនក៏ដើម្បីឲ្យកូនដឹងទុកតទៅមុខនឹងមិនបានជឿគេងាយមិនត្រូវបានគេបោកបញ្ឆោតម្យ៉ាងទៀតកូននឹងមិនបានពោលរកអ្នកដទៃណាថាគេជាមនុស្សល្អឬមិនល្អដោយងាយនោះឡើយគឺម៉ែឪមិនចង់ឲ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អឬផ្នែកអាក្រក់ដោយចំណែកតែម្ខាងនោះឯងថ្នាំរក្សាចិត្តកូនជាទីស្រឡាញ់ដែលឈ្មោះថាទុកហើយគឺមិនមានអ្នកណាប្រាថ្នាឡើយប៉ុន្តែគ្រប់គ្នាក៏រមែងមានទុកជាប់តាមមានទុកខ្លាំងមានទុកតិចចេះតែមានជាធម្មតាទាំងដែលគ្រប់គ្នាមិនប្រាថ្នានោះឯងទុកមានពីរយ៉ាងគឺទុកផ្លូវកាយនិងទុកផ្លូវចិត្តទុកផ្លូវកាយរំងាប់បានដោយអាហារគ្រឿងស្លៀកពាក់ទីនៅអាស្រ័យនិងថ្នាំកែរោគឯទុកផ្លូវចិត្តវិញត្រូវរក្សាដោយព្រះធម៌ជាថ្នាំកែរោគផ្លូវចិត្តជាថ្នាំកម្លាំងជំនួយឲ្យចិត្តមានកម្លាំងមានសុខភាពល្អនិងជាទីពឹងផ្លូវចិត្តមនុស្សយើងកាលដែលមានរោគផ្លូវកាយបានអាហារបានថ្នាំជាដើមមកបរិភោគថែរក្សាក៏ស្ងប់រងាប់ទៅនៅរោគផ្លូវកាយនោះឯចំណែករោគផ្លូវចិត្តវិញគឺចាំបាច់ត្រូវតែយកព្រះធម៌មកថែរក្សាទៅបានសេចក្តីនេះកូនត្រូវតែយល់ឲ្យបានច្បាស់មនុស្សណាដែលមិនឃើញការពិតដូច្នេះមនុស្សនោះនៅពេលមានទុក្ខផ្លូវចិត្តកើតឡើងក៏រមែងជាទុក្ខដោយប្រះចាកទីពឹងសោកសៅពោលរៀបរាប់ឬក៏ស្រែកលោឡាបន្ទោសនេះបន្ទោសនោះចំណែកមនុស្សដែលមានបញ្ញាដឹងទុក្ខផ្លូវចិត្តថាជារោគ
រមែងស្ដាប់ធម៌រៀនធម៌ពិចារណាធម៌និងបដិបត្តិតាមធម៌ដើម្បីរក្សារោគចិត្តឲ្យដូចជាការរក្សារោគផ្លូវកាយដែរម្ល៉េះហើយក៏ជាអ្នកមានព្រះធម៌ជាទីពឹងសំបីជួបប្រទះជាមួយនឹងទុក្ខក៏អាចកំចាត់ទុក្ខក្នុងចិត្តបាននិងអាចរកសេចក្តីសុខបានក្នុងជីវិតដែលជាសុខប្រះចាកទោសទៀតផងការព្យាបាលរោគផ្លូវកាយមិនរើសវ័យថាក្មេងឬចាស់ឡើយឲ្យតែមានជំងឺគឺត្រូវតែព្យាបាលយ៉ាងណាការរក្សាចិត្តដោយព្រះធម៌ក៏យ៉ាងនោះដែរមនុស្សយើងមានលោភៈទោសៈនិងមោហៈជារោគប្រចាំចិត្តនាំឲ្យប្រព្រឹត្តបាបដូច្នេះកូនត្រូវតែមាននៅថ្នាំគឺព្រះធម៌ឲ្យជាប្រចាំផងដែរទោះជាកូនស្ថិតក្នុងវ័យណាក៏ដោយកូនត្រូវតែរក្សាចិត្តឲ្យជាប្រចាំរហូតទាល់តែជាសះស្បើយអស់ទុក្ខអស់កង្វល់ពីសន្តានចូលកូនហ្វឹកហាត់ឲ្យមានការយល់ដឹងច្បាស់ពីព្រះធម៌ទីបំផុតកូននឹងដឹងថាព្រះធម៌នោះល្អយ៉ាងណាចូលពិចារណានៅកំណាព្យនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយចូលកូនប្រុសស្រីកុំបំភ្លេចធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគអត់ស្រាក់ស្បើយកូនណាយព្រះធម៌មិនចេះឈឺបើកូនរៀនធម៌អប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេការគ្រប់គ្រងចិត្តមនុស្សកូនជាទីស្រឡាញ់ចៅវាយនាយដែលមានចិត្តល្អមានយុត្តិធម៌ចេះយល់ចិត្តយល់ថ្លើមនិងជាគ្នាឯងជាមួយកូនចៅមិនយកប្រៀបមិនសង្កត់សង្កិនបៀតបៀនកូនចៅរមែងធ្វើឲ្យកូនចៅកក់ក្ដៅក្នុងចិត្តនិងឲ្យនៅសេចក្តីគោរពកោតក្រែងទាំងទីចំពោះមុខទាំងទីកំបាំងមុខត្រឡប់មកចៅវាយនាយវិញព្រមទាំងចងចាំទុកក្នុងចិត្តនៅគុណធម៌ទាំងឡាយរហូតអស់ជីវិតនៃពួកគេទៀតផងបើកូនមានឱកាសបានធ្វើជាចៅវាយនាយគេឬជាអ្នកបង្គាប់បញ្ជាគេកូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្តីនេះឲ្យសោះនេះបើកូនប្រាថ្នាឲ្យកូនចៅដែលនៅក្រោមបង្គាប់របស់កូនស្រឡាញ់កក់ក្ដៅក្នុងចិត្តនិងគោរពស្រឡាញ់ដោយស្មោះនោះកូនធ្វើឲ្យអ្នកនៅក្រោមអាវាតរបស់កូនស្រឡាញ់ពេញចិត្តគោរពស្មោះស្ម័គ្រនេះជាការប្រសើរណាស់ឯការធ្វើឲ្យគេគ្រាន់តែខ្លាចតែមិនគោរពកោតក្រែងនោះមិនប្រសើរឡើយអ្នកគ្រប់គ្រងគេកាលបើប្រើតែព្រះដែកច្រើនជាងព្រះគុណរមែងមានតែមនុស្សចេះខ្លាចប៉ុន្តែមិនកក់ក្ដៅក្នុងចិត្តនិងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះដែកមនុស្សទាំងឡាយរមែងខ្លាចផងក្រែងផងគោរពដោយស្មោះផងនិងកក់ក្ដៅក្នុងចិត្តផងយ៉ាងនេះហៅថាអ្នកគ្រប់គ្រងគេបានទាំងកាយទាំងចិត្តអ្នកធំដែលប្រាថ្នានឹងគ្រប់គ្រងចិត្តមនុស្សដោយប្រើអំណាចបង្គាប់បញ្ជាដើម្បីធ្វើឲ្យគេកោតខ្លាចនោះគឺជាការយល់ខុសដោយពិតអំណាចពិតប្រាកដកើតអំពីការសាងនូវភាពកក់ក្ដៅឲ្យដល់កូនចៅជាសំខាន់ភាពកក់ក្ដៅដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាលគោរពស្រឡាញ់ហើយដកជាប់ក្នុងក្រអៅបេះដូងរមែងកើតពីការឲ្យការអើពើនិងការយកចិត្តទុកដាក់ដូចជាការឲ្យប្រាក់ឲ្យរបស់របរប្រើប្រាស់ឲ្យកម្លាំងចិត្តឲ្យភាពជាគ្នាឯងឲ្យពាក្យណែនាំដែលល្អល្អឲ្យពាក្យពីរោះមានប្រយោជន៍ឲ្យអភ័យឲ្យភាពកក់ក្ដៅបីដូចជាឪពុកម្ដាយរួមទាំងការឲ្យនៅកិត្តិយសឲ្យភាពខ្ពង់ខ្ពស់ហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នាទៀតផងប៉ុណ្ណេះជាដើមបើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្សកូនត្រូវចេះសង្គ្រោះចេះឲ្យនៅអ្វីៗដោយក្តីមេត្តាករុណាហើយត្រូវឲ្យជារឿយៗទៀតផងការទទួលខុសត្រូវកូនជាទីស្រឡាញ់កាលកូនធ្វើការងារជារបស់ខ្លួនឯងឬកាលបានទទួលនៅការងារដែលអ្នកដទៃប្រគល់ឲ្យធ្វើចំណុចសំខាន់ដែលកូនត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺការទទួលខុសត្រូវ
ការទទួលខុសត្រូវគឺការដែលមាននៅការតាំងចិត្តមានភាពប្រកបក្នុងចិត្តដើម្បីនឹងធ្វើនៅការនោះដើម្បីឲ្យការងារទាំងនោះសម្រេចទៅដោយរៀបរយល្អនិងទាន់តាមពេលដែលបានកំណត់ទុកអ្នកទទួលខុសត្រូវក្នុងការងារមិនចាំបាច់ឲ្យអ្នកណាមករំលឹកដាស់តឿនមកបង្ខំជារឿយនោះឡើយរមែងជាអ្នកដាស់តឿនខ្លួនឯងជានិច្ចមានស្មារតីដឹងថានេះជាការងារដែលខ្លួនត្រូវធ្វើមនុស្សដែលចេះទទួលខុសត្រូវក្នុងការងារគឺជាមនុស្សដែលពួកគណៈត្រូវការហើយប្រទេសជាតិក៏ត្រូវការដែរមនុស្សចេះទទួលខុសត្រូវរមែងចម្រើនក្នុងការងារជីវិតឈានទៅរកភាពរុងរឿងប្រសើរឡើងផ្ទុយពីមនុស្សដែលខ្វះនៅស្មារតីទទួលខុសត្រូវមនុស្សដែលខ្វះស្មារតីទទួលខុសត្រូវរមែងលេះលោះក្នុងការងាររបស់ខ្លួនមិនគោរពតួនាទីរបស់ខ្លួនធ្វើការងារអ្វីបែបមិនពេញចិត្តរើសអើងក្នុងការងារចង់តែស្រណុកសុខស្រួលចង់បានតែប្រាក់ចង់តែបញ្ជាគេឡាក់កូនយល់ដឹងក្នុងរឿងនេះហើយកូនត្រូវហ្វឹកហាត់ឲ្យជាមនុស្សចេះទទួលខុសត្រូវវិធីហ្វឹកហាត់មិនជាលំបាកប៉ុន្មានទេគឺផ្ដើមដោយការដាស់តឿនខ្លួនឯងឲ្យបានជាមុនដាស់តឿនខ្លួនឯងថានេះជាតួនាទីរបស់យើងជាការងាររបស់យើងជារឿងរបស់យើងដែលខ្លួនយើងនឹងត្រូវចាត់ចែងធ្វើលុះដល់ពេលចុះដៃធ្វើកូនត្រូវព្យាយាមធ្វើឲ្យល្អជាទីបំផុតធ្វើឲ្យពេញសមត្ថភាពដែលមានបញ្ចេញកម្លាំងបញ្ចេញការចេះដឹងឲ្យពេញទីឯផលដែលកូនត្រូវទទួលបានក៏នឹងកើតឡើងដល់ខ្លួនឯងគឺកូននឹងបានទទួលផលដោយត្រង់ការដាស់តឿនខ្លួនឯងជានិច្ចកាលរមែងធ្វើឲ្យភាពនៃការទទួលខុសត្រូវសន្សំកើតឡើងដល់កូនលុះដល់យូរទៅកូនក៏នឹងក្លាយទៅជាអ្នកចេះទទួលខុសត្រូវម្នាក់ដ៏ប្រសើរកូនសម្លាញ់ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យដល់កូននោះទេចំណេះដឹងនិងការប្រព្រឹត្តល្អព្រមទាំងការចេះទទួលខុសត្រូវតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ឱកាសមាសកូនជាទីស្រឡាញ់មនុស្សខ្លះមានអំណាចមានវាសនាបារមីខ្លាំងក្លាមានឱកាសបានទៅអង្គុយក្នុងទីស្ថានខ្ពស់ដែលល្មមនឹងធ្វើអ្វីជាប្រយោជន៍ឲ្យមានការរីកចម្រើនដល់សង្គមនិងប្រទេសជាតិបានប៉ុន្តែបែរជាមិនបានធ្វើទៅវិញធ្វើឲ្យខូចនៅឱកាសមាសដ៏យ៉ាងគួរឲ្យស្ដាយដែលគាត់មិនបានធ្វើមុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដគិតបានត្រឹមតែថាតំណែងនាទីដែលខ្លួនបានទទួលនេះជាកិត្តិយសគេឈ្មោះចំពោះខ្លួននិងជាផ្លូវនៃការបាននៅលាភផ្ទាល់ខ្លួនប៉ុណ្ណោះម្ល៉េះហើយគាត់ក៏សម្ដៅទៅរកតែការរក្សាកិត្តិយសនិងប្រយោជន៍របស់គាត់តែម្យ៉ាងទៅតាមការពិតប្រសិនបើគាត់ប្រើប្រាស់ឱកាសមាសក្នុងគណៈនោះសាងនៅរបស់ល្អស្នាដៃល្អឲ្យដល់ប្រទេសជាតិនិងទុកជាទីរលឹកក្នុងជីវិតនោះឯងគឺជាកិត្តិយសនិងប្រយោជន៍ដ៏សំខាន់ផ្ទាល់ខ្លួនគាត់រហូតអស់កាលជាអង្វែងសូម្បីចេញចាក់តំណែងនោះទៅហើយក៏ដោយមនុស្សទាំងឡាយគេតែងតែពោលដល់គាត់ដោយការលើកដំកើងសម្រាប់ខ្លួនកូនវិញបើមានឱកាសបានឡើងទៅកាន់ឋានៈខ្ពង់ខ្ពស់យ៉ាងណាមួយនោះគឺកុំភ្លេចខ្លួនឲ្យសោះកូនត្រូវប្រើឱកាសមាសនោះសាងនៅប្រយោជន៍សាងនៅអ្វីដែលជាទីរលឹកឲ្យដល់មនុស្សជាតិដើម្បីទុកជាស្នាដៃដែលអ្នកដទៃក្នុងសង្គមជាតិអាចទទួលយកបានដោយក្តីរំភើបរីករាយកូនត្រូវគិតជានិច្ចបើកូនមានបុណ្យបាននៅឋានៈខ្ពស់មែននោះកូនត្រូវតាំងចិត្តធ្វើឲ្យសម្រេចតាមដោយដែលម៉ែឪបានផ្ដាំបើមិនយ៉ាងនោះទេឋានៈតំណែងនោះនឹងធ្វើឲ្យកូនខូចឱកាសមាសនឹងអាចធ្វើឲ្យខូចខ្លួនកូនដោយមិនដឹងខ្លួនទៀតផង